ចេញទៅកុំប៉ះពាល់ដល់រង្វាន់របស់យើងតើមានរឿងអ្វីជាមួយមេរបស់បិតារបស់ស្ដេចតើមានបញ្ហាអ្វីជាមួយអ្នកខ្លុំវាចេញសម្រាប់ខ្ញុំដោយសារខ្ញុំបានចូលរួមចំណែកក្នុងបុព្វហេតុអប់រំនោះខ្ញុំក៏នឹងបរិច្ចាគ40លានដែរពេលខ្ញុំតា40លានឆ្កួត40លានតើអ្នកបានឃើញថាតា40លានគំនោខ្ពស់ព្រោះថាព្រានធំបែបនេះហឹមតាគាត់គិតថាគាត់ជាអ្នកណាអ្នកមានជាងគេនៅហើយចេញអ្នកនិយាយត្រូវឪពុកខ្ញុំគឺសេងយូនីងដែលជាអ្នកមានជាងគេនៅហើយចេញហាអ្នកណាមិនស្គាល់សេងយូមីងអ្នកមានជាងគេនៅហើយចេញបុរសមានបំផុតនៅហើយចេញគឺសិនយីរ៉ូជាស្ត្រីខ្លាំងម្នាក់មកពីចេនធីងរូបមិនក៏ឪពុកឯងហៅគាត់ថាស៊ូនស៊ីពេលជិះកង់ខូចតែវាមិនមែនថាអ្នកនឹងមិននិយាយកុហកទេយកយើងសម្រាប់មនុស្សល្ងងប្រញាប់ឡើងកុំខ្មាស់ខ្លួនឯងនៅទីនេះអីបងរំលោះ40លានទៅកេណានី40លានលោកសេង40លានហេពិតជាមាន40លានមែនតើអ្នកណាក្នុងលោកនេះទទួលចង់មានការលំបាកជាមួយខ្ញុំប៉ាអ្នកត្រូវដល់តាមយករង្វាន់នេះសម្រាប់ខ្ញុំឈុតនេះធំណាស់មិនអាចបាត់បង់មនុស្សម្នាក់នេះទេខ្ញុំទទួលបាន30លានលោកចិនបរិច្ចាគ30លានទៀតសរុប50លានអូព្រះជាម្ចាស់50លានគឺសម្រាប់កន្លែងធានាប៉ុន្តែនោះជាកន្លែងធានានៅសាកលវិទ្យាល័យហាវ៉ាត់បើខ្ញុំជាអ្នកមានខ្ញុំក៏ឈឺដែរពេលថាថ្ងៃនេះគ្រូក្មេងបំផុតរបស់សាកលវិទ្យាល័យហាវ៉ាត់នឹងល្បីខាងផ្តល់សម្បត្តិចូលរៀនកំណត់ត្រានេះពិបាករកណាស់រង្វាន់ពិសេសគឺជារបស់ខ្ញុំអ្នកអាចមើលឃើញថាគណនីនេះមាន15លានហើយខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាហាត់ក្បាច់គុណទេយកទឹកនៃលបែងនេះចាប់តាមពីពេលនេះតទៅមិនថាអ្នកបរិច្ចាគប៉ុន្មានទេខ្ញុំនឹងបរិច្ចាគច្រើនជាងអ្នកខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថាមន្ត្រីប៉ូលីសពិសេសម្នាក់នេះពិតជាបានរៀនមែនហើយវាមិនសមនឹងគាត់វាយមនុស្សទេបើគាត់មិនអាចបង់ថ្លៃនោះប្រសិនបើអ្នកពិតជាចង់បានគំនិតនេះវាជាការប្រសើរក្នុងការបន្តរួមចំណែកក្នុងការអប់រំកូនហត់ណាស់ម៉ាក់ថាម៉ែឈឺផ្ដាសាយហេតុអ្វីបានជាគាត់បរាជ័យនៅពេលនេះខ្ញុំអត់មានលុយទេបងប្អូនរបស់ខ្ញុំបានកក់ប្រកបឲ្យខ្ញុំនៅ Genting Haven Palace ចាំតែអបអរជោគជ័យរបស់ខ្ញុំទេកូនប្រុសខ្ញុំមិនអាចកុហកបានទេហើយគាត់មិនត្រូវបាត់បង់មុខនៅក្នុងកន្លែងបែបនេះទេបើមិនដូច្នេះទេគាត់នឹងត្រូវគេសាយចំអកឲ្យស្លាប់ដោយព្រះអង្គម្ចាស់ទាំងនោះយ៉ាងណាមិញខ្ញុំជាប្តីរបស់សិនយីរ៉ូដែលជាអ្នកមានជាងគេនៅហើយចេញខ្ញុំមិនអាចបោះលុយដោយចៃដន្យនិងរួមចំណែកដល់អាជីពជួញដូរបានទេខ្ញុំមិនបានចាប់ផ្ដើមនៅក្នុងមាត់របស់លោកចិនទេមិនមែនប៉ាខ្ញុំទេដែលបោះលុយឲ្យខ្ញុំនេះហៅថាលំនាំដូចមនុស្សមួយចំនួនដែលមានលុយតិចហើយមិនដឹងថានាមត្រកូលអ្វីល្អមើលនេះជាម្ដាយខ្ញុំសិនយីយូដែលជាមហាសេដ្ឋីនៅទីក្រុងហើយជាអ្នកក្លែងបន្លំគាត់ច្បាស់ជាម្ដាយរបស់ខ្ញុំប៉ុន្តែច្បាស់ជាព្រះមេពិតជាលោកសេនសិនយីរ៉ូមកពីចេនធីងរកខ្ញុំតែងតែឃើញគាត់នៅក្នុងទស្សនាបតីហេរ៉ាញ់វត្តផកតើវាជាឪពុកនិងកូនប្រុសរបស់គ្រូសាសេងដែលបានប្រមាថម្ដីនិងកូនស្រីរបស់ប្រធានាធិបតីសិនឬឪពុកនិងកូនប្រុសរបស់គ្រូសាសេងដែលបានបាត់ខ្លួនទាំងស្រុងនៅហើយចេញខ្ញុំអាចតល់ឱកាសឲ្យអ្នកឥឡូវនេះសូមតល់រង្វាន់ដ៏ពិសេសនេះនិងកន្លែងសម្រាប់សិក្សាបន្ថែមដល់ខ្ញុំហើយអ្នកត្រូវតែលុតជង្គង់ចុះក្រាបទូលពួកយើងហើយសុំទោសបន្ទាប់មកសូមឲ្យកូនស្រីរបស់អ្នកស្ដាប់បង្គាប់តាមកូនប្រុសរបស់ខ្ញុំក្នុងនាមជាសិស្សនិងបម្រើគាត់ឲ្យបានល្អពេលកូនប្រុសសប្បាយចិត្តខ្ញុំនឹងប្រាប់ប្រពន្ធថាទុកកន្លែងសុំទានអ្នកនៅផ្សារដូច្នេះគូដឹងកូនលោកអ៊ំបើដឹងការពិតធ្វើចុះបើមិនដូច្នេះទេឪពុកកូនកុំគិតដើរចេញពីខ្លោងទ្វារស្ទីចនពេលថ្ងៃនេះមិនអីទេអ្នកអាចទៅមើលតើអ្នកចង់បានអ្វីពិតណាស់វាជាពេលព្រឹកព្រលឹមថ្ងៃនេះយើងបានចំណាយច្រើនជាងគេអ្នកទាំងអស់គ្នាហើយបន្ទាប់មកម្ដាយរបស់អ្នកនោះជារបស់ខ្ញុំពានរង្វាន់របស់ខ្ញុំហើយខ្ញុំគ្រាន់តែចង់បាន55លានប្រសិនបើអ្នកបែបមាត់ជាមួយលោកចិនខ្ញុំនឹងរកអាណាព្យាបាលរបស់អ្នកឬខ្ញុំនឹងមានវាតើអ្នកចង់កំដរឪពុកខ្ញុំទៅសម្ដែងទេពូចិនប្រសិនបើអ្នកពិតជាមិនអាចរកលុយបានទេឪពុករបស់ខ្ញុំបានបញ្ចេញទ្រព្យសម្បត្តិគ្រួសារខ្ញុំដើម្បីបញ្ជូនខ្ញុំទៅរៀននៅសាកលវិទ្យាល័យហាវ៉ាត់ក្នុងឋានៈជានិស្សិតផ្លាស់ប្ដូរសម្រាប់ការសិក្សាបន្តប៉ាយុទ្ធលុយខ្ញុំចង់បានពាននោះខ្ញុំចង់ឲ្យពួកគេទាំងអស់លុតជង្គង់សុំខ្ញុំយកលុយមែនហើយវាជាលោកចិនដែលជាគ្រូវ័យក្មេងចិនកំទេចពួកគេជាមួយនឹងកម្លាំងរបស់ចិនធីងរូបប៉ុន្មាននាទីសូម្បីតែមនុស្សនេះក៏ក្រអើត្រទមដែរចង្អុលទៅលោកចិនធ្វើឲ្យគាត់ភ្ញាក់អ្នកនិយាយថាសិនយីរងគ្រាន់តែចង់បន្លាចគេមិនក៏ខ្ញុំនៅតែឲ្យលុយ
ឃើញអ្នកប្រៀបធៀបជាមួយខ្ញុំបង្អួតអំណាចនៅទីនេះជាមួយលុយមនុស្សស្រីលោកចេនពិតជាខ្លាំងមែនពេលគាត់ហូបបាយទុនតើអ្នកពិតជាមិនខ្លាចរើសមុខមនុស្សប្រុសមែនទេខ្ញុំនឹងជួយប្រពន្ធរបស់ខ្ញុំអភិវឌ្ឍអាជីពដ៏អស្ចារ្យរបស់គាត់ហើយគាត់គឺជារបស់ខ្ញុំអ្នកចង់ញ៉ាំបាយទុនប៉ុន្តែអ្នកនៅតែមិនអាចញ៉ាំវាបានអ្នកគ្រាន់តែច្រណែននឹងភាពស្អាតស្អំនឹងងាយស្រួលក្នុងការផាត់មុខលោកសៀជួយឲ្យលោកចិនតើអ្នកប្រាប់គាត់ទេថាអ្នកចង់ទេក្រុមចិនធីងរົບទៅ1000លាន14នេះជាអ្វីដែលម្ដាយខ្ញុំបាននិយាយដរាបណាវាជាអ្វីដែលខ្ញុំចង់បានខ្ញុំអាចចំណាយច្រើនតាមការចង់បានតើអ្វីជាសមត្ថភាពបន្តិចបន្តួចហាលោកចិនអ្នកជាប្តីប្រពន្ធអ្នកពិតជាស្រឡាញ់កូនប្រុសរបស់អ្នកខ្លាំងណាស់ហាធានាបានថាអូននឹងមិនទុកឲ្យលោកគ្រូចិនរងទុក្ខសោកសៅបំផុតនោះទេមេដាបៃតាសៅនោះអ្នកគួរតែឆាប់សុំទោសលោកគ្រូយោង Master រហូតដល់គាត់ពេញចិត្តបើមិនដូច្នេះទេយើងមិនពេញចិត្តដូចអ្នកនៅក្នុងសាលាចន School នោះទេអ្នកដែលធ្វើបាបមិត្តរួមថ្នាក់មិនស្គាល់អ្នកទេនាយករងវាងមិនចាំបាច់ប្រកាសថាចៅក្រមពិតជាអាចបរិច្ចាគកុំតែជាង1000លានតាមឆន្ទៈទេលោកចិនលោកសេងយូនីងលោកសេងយីងធីងអ្នកមិនយំពេលឃើញឈូទេមែនទេខ្ញុំបានប្រាប់ប្រពន្ធខ្ញុំថានាងបានមកដល់ទីនេះហើយបន្ទាប់ពីនាងមកដល់ខ្ញុំបានសុំឲ្យគាត់បិទត្រាមចាស់វ័យក្មេងធ្វើឲ្យឪពុកកូនលុតជង្គង់លើដីហើយសុំទោសពួកយើងដូចកែហើយឲ្យប្រពន្ធឯងហាមខ្ញុំខ្លាចដូច្នេះខ្ញុំត្រូវសួរប្រពន្ធខ្ញុំថានាងយល់ព្រមហេតុអ្វីបានជាសាំងយំមីងទូរស័ព្ទមកខ្ញុំភ្លាមតើគាត់បានរកឃើញអ្វីមួយទេប្តីឯងហេតុអ្វីបានជាផ្ញើវីដេអូមកខ្ញុំភ្លាមប្តីឯងហេតុអ្វីបានជាផ្ញើវីដេអូមកខ្ញុំភ្លាមអត់អីទេហេតុអ្វីម៉ែខ្ញុំក្នុងវីដេអូនេះដេញអ្នកឯងតាមពិតប្រើ soft photo ផ្ទាល់មុខមកថតឡដុតមែនទេពិតឬខ្លាំងព្រះវាពិតជាលោកសិនឈ្មោះរបស់គាត់គឺសេងយំមីងម្ដីតើលោកសេនស្គាល់មនុស្សបែបនេះដោយរបៀបណាខ្ញុំមិនលឺលោកសិននិយាយទេវាគឺជា AI ផ្លាស់ប្ដូរមុខរបស់គាត់សេងយំមីងអ្នកជាកូនឆ្កែធំណាស់អ្នកជាអ្នកក្រហើយអ្នកនៅតែហ៊ានស្រមៃចង់រៀបការជាមួយអ្នកមានបំផុតពេលដែលខ្ញុំតែងតែដឹងថាអ្នកស្លាប់ទៅមិនក៏មានមនុស្សខ្មាស់គេបែបនេះគ្រាន់តែនៅចំពោះមុខប្តីនិងកូនប្រុសនាងពិតជាហ៊ានធ្វើបែបនេះហើយនាងមិនដឹងថាមានមនុស្សកកកុញក្នុងលក្ខណៈឯកជនយ៉ាងណានោះទេខ្ញុំគិតថាប្រយោគនេះគួរតែនិយាយថាអ្នកនិងកូនរបស់អ្នកសមបំផុតថាសិនយីរ៉ូសំដៅទៅលើនរណាអ្នកមិនដឹងថាឈ្មោះទេអ្នកប្រពន្ធខ្ញុំនៅទីនេះហើយអ្នកប្រកាសជាស្លាប់ខ្ញុំស្រាប់តែនឹកឃើញប្រពន្ធរបស់អ្នកសិនរយគាត់យកចិត្តទុកដាក់នឹងខ្ញុំខ្លាំងណាស់ហើយថ្មីនេះខ្ញុំមិនដឹងថាហេតុអ្វីបានជាគាត់ខ្ចប់ល្បិចល្អមួយគូទេហើយមានតែឲ្យខ្ញុំជារៀងរាល់ថ្ងៃបើខ្ញុំចាំបានត្រឹមត្រូវខ្ញុំមិនគួរខ្លាចទេថាហេតុអ្វីបានជាសិនយីរត់សប្បាយចិត្តធ្វើស៊ុបញ៉ាំហូបឲ្យគាត់ម្សិលមិញនំខ្ញុំមានស៊ុបចុះមិនវិញតើវាមិនអាចទៅរួចទេសម្រាប់ស៊ុបទាំងនោះចិនសួរតើអ្នកនៅតែគិតថាសិនយីរ៉ូជាប្រពន្ធរបស់អ្នកទេហេតុអ្វីបានជាអ្នកមិននិយាយអ្នកមិនអាចមានកំហុសសេងជាអ្នកគុញទ្រាន់នឹងជីវិតមែនទេចិនខ្ញុំណែនាំអ្នកកុំឲ្យធ្វើវាបើមិនដូច្នេះទេអ្នកនឹងទទួលខុសត្រូវចំពោះផលវិបាកខ្ញុំនឹងវាយអ្នកឲ្យស្លាប់ប៉ាឯងហ៊ានធ្វើអីឲ្យប៉ាឯងស្លាប់ទាំងគ្រួសារខ្ញុំគ្រាន់តែរត់ក្នុងការការពារខ្លួនដើម្បីបញ្ឈប់ឆ្កែឆ្កួតពីការធ្វើបាបកូនស្រីរបស់ខ្ញុំចិនស៊ូគឺជាអិសរាជជនដ៏ល្បីមួយរូបយ៉ាងហោចណាស់ក៏មើលឃើញថាវាមិនសមហេតុផលពេកក្នុងការវាយទៅលើក្មេងស្រីតូចម្នាក់ខ្ញុំមិនមានលុយច្រើនទេហើយអត្តសញ្ញាណរបស់ខ្ញុំគឺអាស្រ័យលើមាត់និងរូបថតនេះមិនគួរបំបែកការបង់ប្រាក់ទេម៉ាក់តាអ្នកនៅឯណាប៉ាខ្ញុំនិងខ្ញុំត្រូវគេវាយនៅសាលាហើយនៅតែជេរយើងមកជួយយើងអ្វីនៅមានមនុស្សនៅហៃឆេងដែលហ៊ានប៉ះខ្ញុំសេនយីរូខ្ញុំល្មមហើយខ្ញុំនឹងទៅទីនោះឆាប់តាអ្នកលឺខ្ញុំទេអ្នកត្រូវវិនិច្ឆ័យនឹងស្លាប់អ្នកគឺជាប្រធានសិនពិតជាមានកម្មវិធីដ៏ល្អមួយដែលត្រូវមើលខ្ញុំនឹងនិយាយថាយោ Master ចិននិងអ្នកដទៃទៀតត្រូវតែពិត